សុំអង្វរខ្ញុំជាមនុស្សនាងជាខ្មោចយើងមិនអាចនៅជាមួយគ្នាបានទេសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel បញ្ញពណ៌យប់នេះយើងមានរឿងរ៉ាវមួយទទួលបានការចែកម្លែកពីបងប្រុសម្នាក់ដោយគាត់បានជួបរឿងចម្លែកដែលគាត់នឹកស្មានមកដល់ពេលដែលគាត់នឹងបានទៅស្នាក់នៅឯផ្ទះលំហែមួយកន្លែងដែលទទួលបានការ offer ពីខាងក្រុមហ៊ុនកន្លែងការងាររបស់គាត់ចឹងណាហ្នឹងហើយចែកម្លែកសាច់រឿងរបស់ខ្ញុំហ្នឹងគឺគាត់ឈ្មោះវិបុលចឹងយើងទៅដឹងសាច់រឿងរបស់គាត់ទាំងអស់គ្នាបងវិបុលគាត់ធ្វើការខាងផ្នែក marketing ទីផ្សារណានៅក្រុមហ៊ុនអចលនទ្រព្យមួយកន្លែងចឹងគាត់ទៅធ្វើការនៅក្រុមហ៊ុនហ្នឹងបានរយៈពេល1ឆ្នាំទេនៅក្នុងអំឡុងឆ្នាំ2020ហ្នឹងណាហើយគាត់បញ្ជាក់ថាការងាររបស់គាត់គឺដំណើរការល្អមែនទែនពីមួយខែទៅមួយខែគាត់ធ្វើទីផ្សារទទួលបានអតិថិជនច្រើនហើយខាងក្រុមហ៊ុនខាងត្រាក់លើហ្នឹងក៏មើលឃើញនូវសមត្ថភាពរបស់គាត់គឺល្អមែនទែនហើយរហូតដល់ចុងឆ្នាំហ្នឹងគឺគាត់ទទួលបានការ offer ពីខាងក្រុមហ៊ុនឲ្យទៅស្នាក់នៅផ្ទះលំហែមួយកន្លែងហើយក៏មានផ្ដល់ជូនការឈប់សម្រាករយៈពេល1សប្តាហ៍ហើយបលវិញគាត់អត់គិតយូរទេខាងក្រុមហ៊ុនផ្ដល់ជូនថ្ងៃឈប់សម្រាកចឹងហើយក៏នឹងសប្បាយចិត្តដែរបានសម្រាកការងារព្រោះធ្វើការមកយូរហើយគាត់អត់ដែរមានពេលសម្រាកបានច្រើនទេចឹងហើយយកពេលហ្នឹងគាត់ទៅសម្រាកលំហែគូក្បាលឲ្យស្លាស់ខ្លួនចឹងណាហើយគាត់បញ្ជាក់ថាគាត់អត់មានមិត្តភ័ក្តិអត់មានគ្រួសារឬក៏អ្នកណាទេព្រោះគាត់ស៊ីយ៉លអញ្ចឹងគាត់ទៅសម្រាប់តឯងនឹងទៅហើយក៏រៀបចំខ្លួនដល់ថ្ងៃដែលទៅសម្រាប់ហ្នឹងគាត់ធ្វើដំណើរដោយឡានរបស់គាត់ពីភ្នំពេញទៅខេត្តបាត់ដំបងអញ្ចឹងផ្ទះលំហែហ្នឹងនៅខេត្តបាត់ដំបងគឺឆ្ងាយមែនទែនពីភ្នំពេញទៅបាត់ដំបងអញ្ចឹងថ្ងៃដែលគាត់ធ្វើដំណើរទៅគឺគាត់ចេញដំណើរទៅពីព្រឹកព្រលឹមម៉ោង5គាត់ប្រើរយៈពេលមួយថ្ងៃពេញពីម៉ោង5ព្រឹករហូតដល់ម៉ោង7យប់ទៅដល់ផ្ទះលំហែមួយនឹងអញ្ចឹងនិយាយពីពេលគាត់ធ្វើដំណើរតាមផ្លូវណាគឺគាត់ឈប់សម្រាកច្រើនដែរប៉ុន្តែគាត់បើកបរលឿនដែរគាត់ជិះឡើងខ្លួនឯងអញ្ចឹងគាត់បើកបរលឿនដែរអញ្ចឹងឆ្លងពីខេត្តមួយទៅខេត្តមួយរហូតចូលដល់ខេត្តទីរួមខេត្តបាត់ដំបងហ្នឹងហើយមិនទាន់ដល់តែលំហែទេចូលដល់ទីរួមខេត្តបាត់ដំបងគឺគាត់ជិះតាមផ្លូវហ្នឹងគាត់បានជួបហេតុការណ៍ឃើញគេគ្រោះថ្នាក់ចរាចរណ៍បងគាត់បញ្ជាក់ថាអំឡុងពេលហ្នឹងគឺខ្ទង់ម៉ោង5កន្លះជិត6ដែរម៉ោង5:40ជាងអញ្ចឹងហើយគាត់ឃើញគេគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានហើយនឹងម៉ូតូហើយគាត់ឃើញមនុស្សឈូឆរមើលច្រើនមែនទែនអញ្ចឹងគាត់អែបទៅគិនផ្លូវគាត់ចុះទៅមើលដែរបានន័យថាឃើញគេអញ្ចឹងទៅគាត់ឃើញមនុស្សអច្រើនអញ្ចឹងទៅក៏គាត់កថាចង់មើលដែរថាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងណាចង់ដឹងអីអញ្ចឹងណាហ្នឹងហើយធម្មតាទេយើងឃើញគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវឃើញគេឈូឆរអញ្ចឹងមនុស្សច្រើនយើងចង់ដឹងថាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាអីប៉ុណ្ណាចង់ដឹងអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគាត់ជិះហួសទៅមុខបន្តិចហួសកន្លែងខាត់ហេតុប្រហែលជា5-6ម៉ែត្រអីហ្នឹងហើយគាត់អែបទៅគិនផ្លូវហើយគាត់ក៏ចុះពីឡានរបស់គាត់ដើរទៅកន្លែងគេកាត់ហេតុហ្នឹងក៏អើតមើលគេទៅឃើញមនុស្សច្រើនទៅគាត់ទៅអើតមើលគេទៅឃើញនារីម្នាក់គាត់ដេកស្លាប់នៅក្រោមឡានបងប្រុសបងគាត់ឃើញអញ្ចឹងគាត់រៀងស្លុតចិត្តដែរវាស្រស់ណាគឺអត់តន់មានណាគេយកកណាត់មកគ្របឬក៏យកគាត់តាណាទេគឺប៉ូលីសនៅវាស់វែងនៅឡើយអញ្ចឹងគិតស្មានមើលគឺដូចជាថ្មីនឹងប្រហែលជាគិតមកមុននឹងប្រហែលជាខ្ទង់តែ500ម៉ែត្រទេប្រហែលជាគិតមកដល់កន្លែងហ្នឹងគ្រោះថ្នាក់ហ្នឹងអញ្ចឹងគឺថ្មីមែនទែនអញ្ចឹងគាត់ចុះមកមើលមកគឺឃើញស្រស់អញ្ចឹងបងវិបុលគាត់ប្រាប់វាថានារីម្នាក់ហ្នឹងអត់ដឹងថាប៉ះតាណាត្រូវតាណាទេគាត់តែថាឃើញម៉ូតូ
គៀបជិបនឹងកង់ឡានហើយខ្ទេចអស់ហើយម៉ូតូហើយចំណែករីវិញអ្នកនឹងវិញគឺគាត់នៅពីក្រោយម៉ូតូហ្នឹងនៅខាងក្រោមឡានខ្លួនរបស់គាត់ពាក្យកដាលនៅខាងក្នុងឡានហើយពាក្យកដាលខាងលើរបស់គាត់គឺចេញមកក្រៅអញ្ចឹងបងប្រុសគាត់ឃើញច្បាស់មែនតើឃើញមុខនារីម្នាក់ហ្នឹងច្បាស់មែនតើហើយអ្វីដែលគាត់ឆ្ងល់មួយទៀតហ្នឹងគឺថាមិនដឹងជាប៉ាវាមិនបានជាមុខមាត់របស់គាត់ពីត្រឹមក្បាលរបស់គាត់ហ្នឹងគឺដូចជាអត់មានប៉ះអីទេគឺនៅស្អាតហើយគាត់ជាថានារីម្នាក់ហ្នឹងគឺស្រស់ស្អាតមុខមាត់របស់គាត់និយាយទៅមនុស្សស្រីស្អាតគឺមើលតាមអាភ្នែកមកគាត់ដឹងថាស្អាតហើយអញ្ចឹងណាហើយមើលទៅតាមការតែងខ្លួនរបស់នារីម្នាក់ហ្នឹងគឺអាយុខ្ទង់ប្រហែលជា23ទៅ24គឺបែបក្មេងយុវវ័យយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយបងវិបលគាត់ក៏បានឆ្លៀតសួរអ្នកដែលនៅចោមរោមមើលនៅកន្លែងហ្នឹងដែរគាត់សួរថាមានណាដឹងណាគាត់កើតអីបានជាឡានបុកគាត់មកដល់ក្រុមឡានហ្នឹងស្លាប់អញ្ចឹងអ្នកដែលបានឃើញហេតុការណ៍ឬក៏អ្នកនៅចិត្តហ្នឹងគេនិយាយទៅគេថាអូមីអូនហ្នឹងឡានបុកពីក្រោយយកពេញហ្មងហើយមិនដឹងថាខ្ទាតមិនបានជាម៉ូតូគីបក្រោមឡានហើយគាត់បែរជានៅក្រោមឡាននឹងស្លាប់អញ្ចឹងណាហ្នឹងហើយបងស្រីម្នាក់ទៀតគិតមកនិយាយថាមីអូនហ្នឹងធ្វើការនៅហាងខារ៉ាអូខេនៅស្តុបខាងមុខនោះខ្ញុំស្គាល់ហើយបានតាក់ទងទៅក្រុមគ្រួសារគាត់មកឡើយហើយអញ្ចឹងគាត់ឮគេនិយាយអញ្ចឹងប្រងព្រាតមកនិយាយទៅអ្នកជុំវិញគេសួរនាំគ្នាទៅវិញទៅមកអញ្ចឹងក៏យើងស្ដាប់ទៅយើងដឹងអញ្ចឹងទៅបងប្រុសវិបលគាត់បានឮគេនិយាយអញ្ចឹងហើយក៏ឃើញអញ្ចឹងហើយក៏បានតែគិតក្នុងចិត្តថាហ្នឹងហើយធ្វើមិនគ្រោះថ្នាក់ហើយគាត់គិតក្នុងចិត្តថានារីម្នាក់ហ្នឹងមើលទៅស្អាតហើយនៅក្មេងស្ដាយគូណាស្លាប់អញ្ចឹងសោះនិយាយទៅគាត់លួចទៅសើនារីម្នាក់ហ្នឹងថាស្អាតអញ្ចឹងណាសើថាស្អាតហើយថាស្ដាយហ្នឹងហើយធម្មតាទេយើងតែឃើញមនុស្សនៅវ័យក្មេងស្លាប់អញ្ចឹងទៅក៏ហ្នឹងហើយអាយុខ្លីអីចឹងទៅអញ្ចឹងហើយប៉ុណ្្នឹងហើយគាត់ក៏ហ្នឹងហើយក៏ទៅឡានរបស់គាត់វិញធម្មតាទៅហើយធ្វើដំណើរតទៅមុខទៀតបងវិបុលពេលដែលគាត់ចេញឡានទៅបានបន្តិចហើយទើបគាត់នឹងឃើញថាគាត់អត់ដឹងថាផ្លូវទៅផ្ទះលំហែនឹងទៅតាមផ្លូវណាទេដោយសារតែគាត់គិតពីដំបូងថាចេញពីធ្វើដំណើរពីភ្នំពេញមកគាត់អត់ទាន់ឆែកមើលម៉ែបទេតែចូលមកដល់ទីរួមខេត្តបានដំបងបានគិតឆែកមើលម៉ែបថាផ្លូវទៅតាមណាគាត់ដឹងតបនដឹងអីហើយគាត់តែថាអត់ស្គាល់ផ្លូវអញ្ចឹងណាទៅឆែកម៉ែបមើលអញ្ចឹងដោយសារតែគាត់ឡាយតែមកដល់ខេត្តបាត់ដំបងហើយគាត់ឡាយតែចាប់អារម្មណ៍ជាមួយនឹងគ្រូថ្នាក់ចរាចរណ៍នៅមុនហ្នឹងទៅក៏ភ្លេចគិតអញ្ចឹងម្លងពេលហ្នឹងគឺម៉ោងចូលម៉ោង6ជាងហើយអញ្ចឹងគាត់ថាបើមិនឆាប់ឆែករមើលទេប្រកាសទៅដល់ទាំងយប់មិនខានទេអញ្ចឹងពួកពេលហ្នឹងគាត់ចាប់ដើមទាញម៉ែបមកមើលហើយអញ្ចឹងក៏ឃើញទីតាំងហ្នឹងនៅប្រហែលជា10គីឡូទៀតអញ្ចឹងអាចធ្វើដំណើររៀងយូរដែរអញ្ចឹងបន្ទាប់ពីមើលម៉ែបដឹងផ្លូវហើយបងវិបុលក៏ចាប់ដើមសុទ្ធឡានយកតែម្ដងដើម្បីឲ្យឆាប់ដល់អញ្ចឹងណាកុំឲ្យទៅដល់រឿងយប់ពេកហ្នឹងហើយអញ្ចឹងពេលហ្នឹងគឺគាត់ធ្វើដំណើរទៅតាមផ្លូវរហូតខ្ទង់ប្រហែលជា5គីឡូជិតពាក់កណ្ដាលណាហ្នឹងហើយគាត់មានអារម្មណ៍ថាផ្លូវខាងមុខគឺផុតពីទីប្រជុំជនហើយចូលដល់ផ្លូវស្រុកផ្លូវតាមស្រុកអញ្ចឹងណាពីទីប្រជុំជនมันមានមនុស្សមានអីច្រើនអញ្ចឹងចូលដល់ផ្លូវតាមស្រុកហ្នឹងគឺចាប់ដើមស្ងាត់ហើយខ្ទង់ម៉ោងទៅតែ6កន្លះទេអញ្ចឹងគឺផ្លូវនៅតំបន់ហ្នឹងគឺស្ងាត់មែនតើអញ្ចឹងគាត់ក៏ធ្វើដំណើរទៅមុខទៀតបានខ្ទង់ប្រហែលជា2គីឡូទៀតដល់ហើយណាហ្នឹង2គីឡូទៀតក៏ចាប់ដើមមានមនុស្សហូហែតាមផ្លូវតាមអីវិញមានដល់ផ្លូវដែលគេមានលក់អាហារពេលល្ងាចអាហារអីចឹងណាពេលហ្នឹងបងប្រុសវិបុលគាត់ក៏ឃ្លានដែរចឹងហើយគាត់ក៏បានទៅឈប់ញ៉ាំអាហារពេលល្ងាចមកកន្លែងនៅតូបគេលក់មានមិនអាំងមានបុលហុងមានអីចឹងណាហ្នឹងហើយ
tới có chỗ từ nhằm hà nơi tì nâng bị linh tam đòn p đã ban nhằm hà bị linh hái còn có ban tình nôm chậm này hà khạc là đập bay từ lại đây làm hái đó nâng này chăm sẽ chăm cái tiền giống nơi hai chia mà cái lỗ đầy tít cứ đo lấy thời chỗ từ tiền làm hại đằng hời hãy có tha nơi kháng một mà cái lỗ tiền nắng cứ mềm xa mùi chẳng á mềm xa mùi xa riêng thông đài xa nó không phun sọc bọc kia nữa nè ngày chẳng có tha pi từ bốn cái thả chồng nơi tập bọn ấy ngắt cùi khai à pi được cất chi ban phải chỉ pram cái lỗ nó khơi phơi mà tu nó cứ ngắnแต่ដល់ពេលចូលម្ដងនេះគាត់ឃើញមនុស្សអ៊ូអវិញទៅគាត់ថាមិនទេនៅនឹងគឺមនុស្សអ៊ូអច្រើនអត់មានអីគួរខ្លាចទេអញ្ចឹងនៅកន្លែងផ្ទះលំហែរបស់គាត់ក៏ហ្នឹងហើយវាសុវត្ថិភាពដែរអញ្ចឹងណាអញ្ចឹងគាត់ក៏ចេញទៅប្រហែលជា1គីឡូទៀតគឺដល់ផ្សារដែរគាត់បានឃើញនៅក្នុង map ហ្នឹងគឺផ្សារគេដាក់ឈ្មោះថាផ្សារអូទ្រីលហ្នឹងហើយផ្សារអូទ្រីលអញ្ចឹងក៏ផ្សារហ្នឹងធំដែរម៉ោងខ្ទង់ជិត7ហើយគឺនៅមនុស្សនៅហូហែពីនឹងដែរហ្នឹងហើយហើយគាត់ក៏បានបត់ចូលទៅផ្លូវមកខាងផ្សារដើម្បីចូលទៅផ្លូវផ្ទះលំហែរបស់គាត់ហ្នឹងអញ្ចឹងបត់ពីផ្សារហ្នឹងទៅគឺគាត់ចូលទៅប្រហែលជា2គីឡូទៀតនៅក្នុង map ហ្នឹងគឺគេបង្ហាញត្រឹមតែមកពាក់កណ្ដាលផ្លូវទេមកពាក់កណ្ដាលផ្លូវដែលជាផ្លូវបេតុងចេញពីផ្សារនឹងចូលទៅអញ្ចឹងផុតពីផ្លូវបេតុងហ្នឹងគឺគាត់ឃើញផ្លូវលំដែលផ្លូវលំហ្នឹងគឺអាសញ្ញា map ហ្នឹងវាអត់បង្ហាញនៅក្នុង map ហ្នឹងទេអញ្ចឹងគាត់រីសង្ហាដែរនៅជិះប្រហែលជា2គីឡូទៀតនោះឆ្ងាយពីផ្សារដែរណាមិនមែនដើរដល់ទេគឺ2គីឡូទៀតត្រូវជិះឡានរៀងយូរគ្រាន់ដែរ10នាទីទៅ20នាទីហ្នឹងហើយអញ្ចឹងបងប៊ីបុលគាត់ក៏ជីរហូតតាមអាផ្លូវលំហ្នឹងជីរហូតទៅក៏ឃើញមានផ្ទះមួយនៅសងខាងมันមានច្រើនទេគឺមានមួយរហូតដល់គាត់ជិះបាន1គីឡូទៀតគឺលេងមានផ្ទះគឺលេងមានផ្ទះចូលដល់ផុត1គីឡូហ្នឹងគឺលេងមានផ្ទះតែជិះប្រហែលជាបាន500ម៉ែត្រទៀតគឺមានផ្ទះមួយទៀតណាផ្ទះមួយទៀតតែផ្ទះហ្នឹងគឺដូចជាខ្ទមទូចទេហើយក៏អត់មានភ្លើងមានអីទៀតងឹតឈឹងដូចជាផ្ទះគេទុកចោលមិនក៏មិនដឹងឯងគាត់គិតមើលទៅអញ្ចឹងគាត់ក៏ជិះទៅប្រហែលជា500ម៉ែត្រទៀតទើបដល់មុខរបងចូលផ្ទះលំហែហ្នឹងហើយបងវាបងគាត់និយាយពីផ្ទះលំហែហ្នឹងពេលគាត់ទៅដល់មុខរបងដីហ្នឹងគឺគាត់ឃើញវាលធំដីលបងអីធ្វើមកស្អាតហ្មងលបងគឺសម្បីតែលបងផ្ទះក៏ប៉និតទ្វារអីលេងសិតតែទ្វារអូតូណាបងប្អូនហ្នឹងឯងទ្វារអូតូគឺគាត់តែឃើញមុខលបងមកស្អាតហ្មងអញ្ចឹងក៏ហ្នឹងឯងគាត់មានសោមានអីអស់ហើយមានសោមានអីដែលគេរៀបចំអីឲ្យហើយទៅក៏គាត់បើកទ្វារចូលតាមនឹងតែម្ដងអញ្ចឹងពេលបើកទ្វារហើយគឺគាត់ឡើងឡានរបស់គាត់ជិះចូលទៅខាងក្នុងហើយគាត់ថាខាងក្នុងបរិវេណខាងមុខហ្នឹងគឺសិតតែដើមឈើហូបផ្លែមានច្រើនប្រភេទមានទាំងដើមស្វាយដើមខ្នុរដើមទីបនិយាយទៅមានច្រើនគិតកលេចមើលតែគិតមើលកាគីនហ្នឹងគិតមើលឃើញអត់ដល់ពេលដោយសារតែពេលហ្នឹងល្ងាចដែរហើយប៉ុន្តែដោយសារតែវាមានភ្លើងគិតមើលឃើញទៅក៏រៀបប្រាប់តាមហ្នឹងអញ្ចឹងណាមានភ្លើងសូឡាគេពលឺនិយាយទៅភ្លឺអត់មានងងឹតអេសូនឈឹងគួរឲ្យខ្លាចអីទេអញ្ចឹងគិតជិះចូលទៅជ្រៅខាងក្នុងប្រហែលជា50ម៉ែត្របានដល់ខាងមុខផ្ទះលំហែហ្នឹងនិយាយដល់កន្លែងហ្នឹងបងប្អូនច្បាស់ជាគិតថាចំបងវិបុលគិតទៅស្នាក់នៅផ្ទះលំហែហ្នឹងទៅដល់ទាំងយប់អញ្ចឹងអត់ខ្លាចទេហើយទៅតែឯង
មិនដឹងផ្ទះហ្នឹងគេទុកចោលមិនអីមិនអញ្ចឹងបងវិបុលគាត់ប្រាប់ថាផ្ទះហ្នឹងគឺមានអ្នកមកថែរក្សាជាប្រចាំជារៀងរាល់សប្តាហ៍អញ្ចឹងណាមួយសប្តាហ៍គេមកសម្អាតម្ដងនិយាយទៅគេថែរក្សាល្អណាស់គូគេទុកស្រាប់បុគ្គលិកមកស្នាក់នៅអញ្ចឹងឯងគេទុកស្រាប់ដល់ជូនឲ្យបុគ្គលិកមកស្នាក់នៅលំហែអញ្ចឹងហ្នឹងហើយមកទាំងគ្រូសារបស់គាត់ក៏បានមកតឯងក៏បានតែដោយសារទីបោវិបុលគាត់តឯងទេអញ្ចឹងក៏គាត់មកតឯងទៅហើយដោយសារតែគាត់បានដឹងថាកន្លងមកក្រុមហ៊ុនមានបុគ្គលិកទៅនៅស្នាក់នៅលំហែច្រើនហើយអញ្ចឹងអត់ដែលមានណាមានបញ្ហាអីទេអញ្ចឹងក៏គាត់មកតែម្នាក់ឯងអញ្ចឹងទៅយើងនិយាយពីរូបរាងផ្ទះលំហែហ្នឹងផ្ទះលំហែហ្នឹងគឺជាប្រភេទផ្ទះបុរាណផ្ទះឈើអញ្ចឹងណាផ្ទះបែបបុរាណមានក្បាច់រចនាយទៅបងប្អូនបែរជាស្គាល់ចាប្រភេទបែបផ្ទះបុរាណគឺតម្រង់បែបហ្នឹងហើយផ្ទះឈើលើក្រោមអញ្ចឹងណាហ្នឹងហើយគឺមានក្បាច់មានខ្ពស់មានចដើឡើងមានអីចឹងទៅហ្នឹងហើយប៉ុន្តែគឺបំពាក់ទៅដោយភ្លើងភ្លឺចែងចាំងពេញហ្នឹងគឺអត់មានអីគួរថាមើលទៅឃើញផ្ទះបុរាណគួរឲ្យខ្លាចអីចឹងអត់ទេគឺបែបផ្ទះបុរាណដូចគេរីសតអីចឹងណាហ្នឹងហើយជាលក្ខណៈបែបហ្នឹងហើយមើលទៅស្រស់ស្អាតមែនទែនវិបុលគាត់ដល់ខាងមុខផ្ទះហើយគាត់ក៏ចូលទៅកន្លែងចំណតឡានគេមានចំណតឡានមួយតូចមួយស្រាប់ដាក់ឡានបាន2ឬក៏3អញ្ចឹងគាត់ចូលទៅដល់ចំណតឡានគាត់ក៏ចុះធម្មតាទៅហ្នឹងហើយចុះមកធម្មតាប៉ុន្តែគាត់ទទួលបានអារម្មណ៍មួយថានៅកន្លែងហ្នឹងគឺត្រជាក់ស្រេបចេញមកខ្យល់បក់រំភើយអញ្ចឹងទៅគាត់ក៏ស្រស់ស្រាយតាមហ្នឹងទៅមកដល់ទាំងយប់ក៏ត្រជាក់ស្រួលចុះពីឡានហើយគាត់ក៏ទៅប្រមូលអ្វីវ៉ាន់របស់គាត់ពីក្រោយគូតឡានលើកមកដាក់បន្ទប់ខាងមុខផ្ទះហ្នឹងហើយក៏គាត់បានដើរឆ្វែមើលខាងមុខផ្ទះមកជុំអត់ទាន់បានដើរទៅក្រោយទេគឺមើលតែនៅខាងមុខផ្ទះមានភ្លើងមានអីទៅបើកទុកចោលមួយសាច់ហ្មងដោយសារតែអ្នករៀបចំអ្នកថែរក្សានៅហ្នឹងគាត់រៀបចំទុកពីថ្ងៃមកហើយដឹងថាមានបុគ្គលិកមកស្នាក់នៅថ្ងៃហ្នឹងតែគេអត់បានចាំទេដោយសារនៅយប់ពេកអញ្ចឹងគឺគេទៅបាត់ហើយក៏មានលេខតំណតំណងខាងអ្នកសមាហ្នឹងតែក៏អត់បានតាក់ទងទេដោយសារគាត់មកចំផ្លូវស្រេចហើយអញ្ចឹងក៏មិនបានតាក់ទងអីទៀតដែរចាំព្រឹកចាំគិតទៀតអញ្ចឹងណាអញ្ចឹងហើយគាត់បានប្រមូលបានទៅចូលទៅក្នុងផ្ទះហើយឡើងទៅក្នុងបន្ទប់ចាក់សោបើកទ្វារក្នុងបន្ទប់និយាយទៅគឺមកស្អាតអត់មានអីសាំញ៉ាំច្រើនគិតច្រើនទេចូលទៅដល់ក្នុងបន្ទប់គឺបន្ទប់គេមានក្រេបែបបុរាណនិយាយទៅនៅក្នុងផ្ទះហ្នឹងគឺសិតតែបែបបុរាណអញ្ចឹងបងវិបុលគិតអត់មានអារម្មណ៍ថាព្រឺសបឬក៏មិនទេដោយសារគាត់ជាមនុស្សម្នាក់ដែលគាត់អត់មានអីខ្លាចក៏អត់ចេះខ្លាចអីទេគឺបែបបុរាណគាត់ចូលចិត្តបានបែបបុរាណចឹងទៅសម័យគាត់ចូលចិត្តបែបតាមសម័យចឹងទៅអញ្ចឹងក៏ដាក់អវ៉ាន់ដាក់អីដាក់កៅចូលក្នុងទូហ្នឹងហើយដំបូងគេគឺគាត់ផ្លាស់សម្លៀកពាក់ទៅមួយទឹកសិនហ្នឹងហើយអញ្ចឹងពេលដែលគាត់មួយទឹកមួយអែហើយគឺកាន់តែស្រស់ស្រាយហ្នឹងហើយប៉ុន្តែរឿងហត់នឿយបន្តិចពូធ្វើដំណើរតាំងពីព្រឹកព្រលឹមដល់ពេលហ្នឹងគឺគាត់ជិះថាម៉ោង7:08ហើយម៉ោង8ម៉ោង7ជិះ8ហើយហ្នឹងហើយអញ្ចឹងគាត់ក៏អស់កម្លាំងមែនទែនប៉ុន្តែគាត់ក៏មិនភ្លេចនៅអាហារសម្រន់ដែលគាត់បានទិញមកពីតាមផ្លូវតែគាត់ញ៉ាំបាយអាហារពេលល្ងាចហើយតែគាត់ញ៉ាំអាហារសម្រន់នឹងតិចហើយក៏រៀបចំកន្លែងគេងតែម្ដងហើយគាត់ថាយប់ហ្នឹងគឺគាត់គេងលក់ស្រួលមែនទែនដោយសារតែអស់កម្លាំងផងអញ្ចឹងគាត់តែដាក់ក្បាលដល់ខ្នើយភ្លឹងតែម្ដងរហូតដល់ព្រឹកដល់ស្អែកព្រឹកហ្នឹងគឺបងវិបុលគាត់ក្រោកមកពីព្រលឹមហ្នឹងហើយគឺសរសើរមែនទែនគឺទៅមុជទឹកស្លៀកពាក់សាទបានក៏ចេញមកមើលខាងក្រៅមើលអីទៅគាត់ក៏បានឃើញបរិសម្នាក់នៅខាងមុខផ្ទះគាត់កំពុងតែបិទទ្វារ
លបងអញ្ចឹងណាគាត់ក៏ឃើញទៅគាត់ក៏សួរថាបងនេះបោសសម្អាតថែរក្សានៅផ្ទះហ្នឹងមែនបងប្រុសម្នាក់ហ្នឹងគាត់ក៏ងាកមើលមកអូហ្នឹងហើយខ្ញុំមកបើកទ្វារមើលឃើញថាបងមកដល់ហើយនៅព្រោះដោយសារតែម្សិលមិញគឺគាត់អត់បានចាំទេគឺគាត់នៅបានតែត្រឹមម៉ោង5គឺគាត់ទៅផ្ទះវិញហើយអញ្ចឹងព្រឹកឡើងគាត់ក៏មកមើលតើថាបងប្រុសគាត់បានមកដល់នៅហើយមិនមកហើយមកតែឯងអញ្ចឹងណាហើយបងប្រុសវិបលគាត់ក៏សួរនាំតាមនឹងទៅអ្នកដែលគាត់ថែរក្សាបោសសម្អាតនៅទីហ្នឹងក៏គាត់សួរនាំតាមតាណានឹងទៅហើយក៏បានបែបរុះរីរាក់ទាក់គ្នាទៅវិញទៅមកអញ្ចឹងទៅហ្នឹងហើយរហូតដល់បងប្រុសហ្នឹងគាត់ត្រឡប់ទៅវិញហើយក៏គាត់បានមកទៀតដែរដោយសារតែបងវិបលគាត់ត្រូវនៅនឹងមួយសប្តាហ៍ហើយអញ្ចឹងគាត់អត់មករំខានទៀតទេអញ្ចឹងណាតទៅពីបងប្រុសម្នាក់ហ្នឹងគាត់ទៅបាត់ហើយបងវិបលគាត់ក៏បន្តការទស្សនាផ្ទះនឹងបន្តទៀតគាត់ដើរទៅមើលខាងក្រោយផ្ទះមើលសួននៅជុំវិញផ្ទះនិយាយទៅគឺដូចដែលគាត់បានឃើញពីយប់នឹងអញ្ចឹងគឺជុំវិញផ្ទះហ្នឹងគឺសុទ្ធតែដំណាំហូបផ្លែទាំងអស់គឺបែបធម្មជាតិគឺគាត់ស្រស់ស្រាយមែនទែនគឺអូគាត់មានអារម្មណ៍ថាវ៉ាវមានអារម្មណ៍ថាស្រស់ស្រាយហ្មងហ្នឹងហើយអញ្ចឹងក៏គាត់មើលតាមនឹងទៅធម្មតាអញ្ចឹងទៅហើយក៏ហ្នឹងហើយរហូតដល់យប់ក៏គាត់ហ្នឹងហើយសម្រាប់ធម្មតាចូលមកដល់បន្ទប់គាត់មួយទឹកមួយអីហើយក៏ចាប់ដើមលើក្រេគេងបន្តទៀតតែគាត់បញ្ជាក់ថាយប់ហ្នឹងគឺគាត់គេងយល់សពគឺគាត់យល់សពឃើញនារីម្នាក់ឈរនៅខាងមុខផ្ទះដោយចូលនៅក្នុងផ្ទះណាហ្នឹងហើយមាននៅក្រៅលបងពូលបងបិទជិតគិតមើលពីក្នុងផ្ទះហ្នឹងទៅមើលអត់ឃើញទេតែនៅក្នុងលបងនៅខាងមុខផ្ទះអត់បានដើរចូលមកខាងក្នុងផ្ទះទេគាត់ឃើញនារីម្នាក់ស្រស់ស្អាតហើយគាត់ឈរញញឹមមកកាន់គាត់អញ្ចឹងណាហើយគាត់ចម្លែកចាំទេថាហេតុអីបានជានារីនឹងគាត់ឈរមើលមុខគាត់ហើយញញឹមស្រាប់តែនារីនេះហ្នឹងញញឹមហើយក៏ចាប់ដើមដើរមករកគាត់នៅខាងមុខផ្ទះដើរហ្នឹងគឺគិតថាដើរគាត់តែឃើញបោះចំហិនមកភ្លាមគឺដល់ទល់មុខគាត់តែម្ដងអញ្ចឹងគាត់មើលមុខនារីម្នាក់ហ្នឹងទឹកមុខស្ទន់ហើយនារីម្នាក់ហ្នឹងគាត់ថាញញឹមសាយតាគាត់ហើយបែរជាស្ទុះមកចង់អោបគាត់អញ្ចឹងណាពេលហ្នឹងគាត់ក៏ភ្ញាក់តែម្ដងបងវិបលពេលដែលគាត់ភ្ញាក់ឡើងគឺគាត់រៀងដូចជាចង់ផ្អើលដែរណាប៉ុន្តែវាអត់មានអីគួរឲ្យស្លុតចិត្តទេគឺលក្ខណៈដូចមកភាំងហ្នឹងទៅក៏ភ្ញាក់ទៅក៏គាត់ដកដង្ហើមមួយទៅហើយក៏ទាញទូរស័ព្ទដៃមកគាត់មកមើលគឺម៉ោង5កន្លះទៅហើយគឺជិតភ្លឺបាត់ទៅហើយអញ្ចឹងគាត់ក៏សង្ងំគេងទីទៅរហូតដល់ភ្លឺម៉ោង6ទៅបានគាត់ក្រោកទៅមួយទឹកមួយអីតាមធម្មតាហ្នឹងទៅបងវិបលគាត់និយាយថាយប់ទី2ហ្នឹងគឺអត់មានអីទេគាត់នៅស្នាក់នៅស្រួលតាមធម្មតាគាត់ថាគាត់ទើបតែយល់សពពីយប់ហ្នឹងឃើញនារីម្នាក់ប៉ុណ្ណឹងឯងអញ្ចឹងក៏គាត់នៅតាមបែបលំហែគាត់ធម្មតាទៀតទៅរហូតដល់យប់ទី3ហ្នឹងគឺគាត់ដល់ពេលដែលគាត់ត្រូវចូលគេងដែរណាគាត់ថាគាត់ដាក់ក្បាលមិនទាន់នឹងដល់ខ្នើយផងស្រាប់តែលក់មកភាំងហើយលក់មកភាំងហ្នឹងគាត់ក៏យល់សពទៀតគឺយល់សពឃើញនារីម្នាក់ដែលគាត់យល់សពកាលពីម្សិលមិញណាមកដេកនៅក្បែរគាត់ហើយពេលហ្នឹងគឺដេកក្បែរគាត់ហើយគឺនារីម្នាក់ហ្នឹងគឺអោបគិតយកតែម្ដងហើយគាត់បានត្រឹមតែស្លឹងមើលមុខនារីម្នាក់ហ្នឹងណាស្លឹងមើលហើយក៏គាត់ថាគាត់អត់មានអារម្មណ៍ថាតក់ស្លុតឬក៏ភ័យខ្លាចអីដែរដោយសារតែនារីម្នាក់ហ្នឹងគឺស្រស់ស្អាតហើយបើការស្លៀកពាក់វិញបែបទាន់សម័យគឺអាវវាលស្មាហើយខោកបួយខ្លីគាត់ឃើញអញ្ចឹងបងប្អូនគាត់ឃើញអញ្ចឹងប៉ុន្តែគាត់អត់ដឹងថានារីហ្នឹងអ្នកហ្នឹងណាគេទេ
ថាប់តែគេអោបគាត់ចឹងទៅគាត់ក៏មើលមុខហើយក៏ញញឹមដាក់គ្នាហើយក៏គេលក់រហូតទៅដល់ព្រឹកទៀតទៅហើយក៏បាត់យល់សពពីត្រឹមហ្នឹងទៅដល់ព្រឹកឡើងគាត់ក៏បាននឹកឃើញយល់សពរបស់គាត់ពីយប់មិញហ្នឹងគាត់ក៏អង្គុយគិតម្នាក់ឯងថាចុះហេតុអីក៏យល់សពឃើញមនុស្សម្នាក់ដដែលពីយប់ជាប់គ្នាអញ្ចឹងគាត់អង្គុយគិតហ្នឹងណាតែគាត់ក៏មិនបានគិតអីច្រើនទេតែគាត់ថានារីម្នាក់ហ្នឹងដូចជាប្រហែលមុខប៉ុន្តែគាត់ចាំអត់បានថាជាណាគេគាត់ធ្លាប់ស្គាល់មិនមែនអ្នកក្រុមកន្លែងការងារក៏មិនមែនហើយគាត់ឃើញណាក៏គាត់ដឹងដែរអញ្ចឹងគាត់ក៏គិតបែបធម្មតាហ្នឹងទៅហើយក៏បំភ្លេចចោលទៅហើយក៏បន្តការស្នាក់នៅរបស់គាត់ធម្មតាទៀតរហូតដល់យប់ទី3គឺគាត់គេងធម្មតាទៀតហ្នឹងហើយពេលហ្នឹងគឺគាត់គេងលងលក់បានយូរគ្រាន់ដែររហូតដល់គាត់យល់សពឃើញនារីម្នាក់ហ្នឹងទៀតគឺពេលហ្នឹងគឺនារីម្នាក់ហ្នឹងគឺគាត់មកគេងអោបបងវិបុលទៀតហើយគេងអោបលើហ្នឹងគឺបងវិបុលគាត់ថាអារម្មណ៍របស់គាត់គឺមានអារម្មណ៍ថាស្និទ្ធស្នាលទៅនារីម្នាក់ហ្នឹងដែរហើយគឺអោបហើយនារីម្នាក់ហ្នឹងមកថើបគាត់ទៀតថើបហើយដូចជាយើងអាចនិយាយបានថានារីម្នាក់ហ្នឹងគាត់មកគេងជាមួយមកនេបនិតជាមួយអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងវិបុលគឺគាត់ស្លងអារម្មណ៍ទៅតាមនឹងដែររបៀបថាមនុស្សប្រុសនៅចិត្តមនុស្សស្រីមានអារម្មណ៍អញ្ចឹងណាហ្នឹងហើយអធិស្ឋានបងប្អូនត្រង់ចំណុចហ្នឹងគឺអាចនិយាយថាលក្ខណៈ18បូកឯងតែមិនស៊ីជម្រៅទេខ្ញុំអត់និយាយឲ្យស៊ីជម្រៅទេអញ្ចឹងគឺបែបហ្នឹងឯងបងវិបុលគាត់ក៏ចាប់ដើមប្រតិបត្តិការបែបមនុស្សប្រុសជាមួយនឹងមនុស្សស្រីអញ្ចឹងណាហ្នឹងហើយមកយប់ហ្នឹងទៅរហូតដល់ស្អែកភ្លឺឡើងបងវិបុលគាត់កាន់តែមានអារម្មណ៍ប្លែកឯណាថាចំហេតុអីបានជាយល់សពធ្វើរឿងចឹងហ្នឹងហើយគាត់អត់មានអារម្មណ៍ភ័យខ្លាចអីទេដោយសារតែយល់សពហ្នឹងជាយល់សពបែបហ្នឹងហើយរឿងធ្វើអីចឹងទៅគាត់អត់ខ្លាចទេហ្នឹងហើយអញ្ចឹងគាត់ក៏ហ្នឹងតាមធម្មតាទៅបើកើតចឹងហើយព្រោះជាទូទៅមិនងាយយល់សពឃើញរឿងចឹងទេគាត់តែគាត់ចម្លែកមើលថាឃើញនារីដដែលអញ្ចឹងណារហូតដល់យប់ទី4ហ្នឹងគាត់ចូលគេគាត់ក៏យល់សពឃើញនារីម្នាក់ហ្នឹងទៀតហើយប៉ុន្តែមកលើកនេះគឺអត់ដូចមុនទេមកលើកនេះគឺគាត់ថាមកឈរនៅខាងមុខទ្វារហើយនារីម្នាក់ហ្នឹងគឺគាត់បាក់ដៃហើយបាក់ជើងទៀតគឺដូចកងកងអញ្ចឹងណាហើយប៉ុន្តែមុខអត់មានឈាមទេមុខអត់មានឈាមអត់មានដាច់អាឡេលួយគាត់ថាឃើញបាក់ដៃបាក់ជើងឈោកងកងដៃល្វិចល្វក់ហើយដើរមករោគាត់នៅលើគ្រែពេលហ្នឹងគឺបងវិបុលគាត់ស្លន់ណាឃើញអញ្ចឹងអីរៀងខ្លាចដែរប៉ុន្តែនារីម្នាក់ហ្នឹងគឺគាត់ទឹកមុខរបស់គាត់គឺនៅតែញញឹមហើយដើរកងកងអញ្ចឹងកងកងដើរឡើងមកលើគ្រែឡើងមកលើគេផងអូសដៃផងអូសជើងផងមកតោងជើងបងវិបុលឡើងរហូតមកដល់លើខ្លួនបងវិបុលទៅក៏ចាប់ដើមប្រតិបត្តិការនឹងទៀតហើយដូចយប់មិញទេគាត់ថាយប់នេះគឺដូចពិបាកអត់ស្រួលដូចយប់ម្សិលមិញទៅក៏រហូតចាប់មកយប់នឹងទៀតទៅរហូតដល់ភ្លឺឡើងបងវិបុលភ្ញាក់ឡើងគឺគាត់កាន់តែចម្លែកចិត្តណាព្រោះយល់សពរបស់គាត់ប្រហែល4យប់ហ្នឹងគឺច្បាស់ហើយគាត់ថា3យប់ដំបូងហ្នឹងគឺអត់មានអីគួរឲ្យខ្លាចអីទេគឺបែបមានអារម្មណ៍ថាសប្បាយហ្នឹងហើយគាត់គិតអញ្ចឹងតែដល់ពេលយប់មិញហ្នឹងគឺគាត់ស្លន់មែនតើប៉ុន្តែគាត់ថាគាត់
ធ្វើអត់កើតទេគឺគាត់ដេកនៅលើក្រេហ្នឹងឲ្យនារីនឹងធ្វើឲ្យតាមចិត្តតែបើគាត់ចង់ធ្វើឲ្យនារីនឹងវិញគឺគាត់ធ្វើបានប៉ុន្តែបើថារត់គេតាណាគឺគាត់អត់រត់ទេព្រោះគាត់ថាបែបជាយល់សពវាទៅអូតូម៉ាទិកអញ្ចឹងណាចង់ធ្វើអីក៏ធ្វើអត់កើតដែរអញ្ចឹងដល់អញ្ចឹងបងប្រុសវិបុលគាត់ទៀតថាតើការយល់សពរបស់គាត់ទៅប្រហែលយប់នេះត្រូវខ្មោចលងឬក៏ជាការយល់សពបែបធម្មតាតែគាត់ថាបើសិនជាខ្មោចលងហេតុអីក៏មកលក្ខណៈបែបហ្នឹងលក្ខណៈមកបែបមកគេងជាមួយយើងអញ្ចឹងវាមិនប្រឡាចយើងឲ្យខ្លាចបាក់សក់អីទេប៉ុន្តែវាបែរជាមកគេងជាមួយយើងវិញចឹងហើយក៏គិតត្រឹមហ្នឹងក៏អត់មានអីទៀតដែលសារគិតអត់ទាន់មានអារម្មណ៍ថាខ្លាចអីទេចឹងក៏គិតនៅតាមធម្មតាចឹងទៀតទៅមកដល់យប់ទី5ម្ដងនេះបងវិបុលគាត់និយាយថាមិនមែនជាការយល់សពទេគឺមកស្ដែងតែម្ដងពេលហ្នឹងគឺគាត់ចាប់ដើមរៀបនឹងគេណាប៉ុន្តែបិទភ្នែកមិនទាន់នឹងបានលក់ទេស្រាប់តែគិតឮសំឡេងគោះទ្វារពុកគាត់ក៏ភ្ញាក់ឡើងគាត់ទៅមើលថាអ្នកណាគេគោះទ្វារតែគាត់គិតថាឆ្មាអីវារត់អីចឹងណាពូនៅផ្ទះហ្នឹងក៏មានឆ្មាដែរចឹងក៏ដើរទៅបើកទ្វារមើលមកក៏អត់ឃើញមានអីទេហើយគាត់ក៏បិទទ្វារហើយដើរទៅដេកនៅលើក្រេវិញធម្មតាតែគាត់និយាយទៅគឺគាត់នេះធម្មតាក៏អត់ខ្លាចហើយគាត់ក៏មិនគិតដោះណាណីដែរចឹងណាទៅក៏សង្ងំគេមកភ្លេចក៏លក់មកភ្លឹបនឹងមកសត្វតែគាត់ត្រូវមកដឹងខ្លួនវិញឮសំឡេងផាំងហ្នឹងគឺលបើទ្វារទូខោអាវភ្ងាកមកលបើទ្វារទូខោអាវសត្វតែគាត់ភ្ងាកទៅអាព្រើអាពិតពងតាលក់តិចហ្នឹងណាគាត់ភ្ងាកមកគាត់ងាកកទៅមើលកន្លែងទូខោអាវហ្នឹងងាកមកក៏ឃើញនារីម្នាក់ដែលគាត់ធ្លាប់ចូលសពនោះគឺកំពុងតែវាចេញពីក្នុងទូខោអាវហ្នឹងហើយសភាពនារីម្នាក់ហ្នឹងអត់ដូចមុនទៀតទេគាត់ថាខ្លួនរបស់នាងប្រឡាក់ដោយឈាមហើយខោអាវវិញរហែករៃហើយបើដៃជើងរបស់នាងវិញគឺបាក់កងេកងងអស់ហើយបាក់ខ្លាំងជាងមុនទៅទៀតហើយគឺដើររួចទេគឺនាងវាកងេកងក់កកិច្ចកកាច់នឹងមកវាឡើងលើក្រេបងវិបុលតែម្ដងហើយបងវិបុលវិញគឺគាត់បានតែឃើញពេលនឹងមិនដឹងថាយ៉ាងម៉េចទេគឺគាត់ក្រោកតាណារួចឲ្យប្រឹងបើកភ្នែកមើលនារីម្នាក់នឹងវាមកលើក្រេនេះវាឡើងមកក៏ឡើងមកលើខ្លួនរបស់បងវិបុលពេលនោះគឺបងវិបុលគាត់អត់រួចទេគាត់ស្រែកក៏ស្រែករួចគឺកាំងយកតែម្ដងគឺថានារីម្នាក់នឹងឡើងមកចាំលបគាត់តែម្ដងណាទាំងតែបងវិបុលលើកនេះគឺគាត់អត់ព្រមទេអារម្មណ៍របស់គាត់គឺអត់ព្រមដូចលើកមុនឡើយបើភ្នែកមើលធំរហូតដល់គាត់ប្រឹងតតែគាត់ដាច់ប៉ោះប៉ិតអញ្ចឹងស្លាប់ពេញមួយយប់ហ្នឹងទៅដល់ព្រឹកឡើងគាត់ភ្ងាកមកគឺពេលហ្នឹងភ័យណាអាប្រហែលយប់ហ្នឹងគឺអត់អីទេតែដល់ពេលជួបយប់មិញស្រស់មកគឺភ្ងាកឡើងភ័យបណ្ដោយភ្ងាកឡើងប្រញាប់ទៅទឹកមួយអីហើយរៀបចំខោអាវអត់គិតច្រើនទេអត់និយាយច្រើនទេគឺរៀបចំខោអាវហើយបើកឡានចេញពីផ្ទះលំហែនឹងតែម្ដងបើកឡានចេញទៅផុតពីផ្ទះលំហែនឹងហើយចេញទៅដល់ផ្សារទៅហើយក៏គាត់ទៅញ៉ាំអាហារពេលព្រឹកហ្នឹងហើយញ៉ាំអាហារពេលព្រឹកហើយគាត់ទៅរោតូបកាហ្វេណាមួយអង្គុយសម្រួលអារម្មណ៍គាត់សិនដែលគាត់អត់តន់បាត់ភ័យពីយប់ណាហ្នឹងហើយញ៉ាំបាយពេលព្រឹកហើយទៅហួសទៅមកកន្លែងទៀតទៅកន្លែងហាងកាហ្វេទូចមួយហើយគាត់ក៏អង្គុយសម្រាកញ៉ាំកាហ្វេនៅនឹងតិចទៅហើយគាត់ក៏នឹកឃើញខលទូរស័ព្ទទៅអ្នកមើលថែផ្ទះនឹងថាប្រាប់ថាគាត់នឹងចេញពីផ្ទះលំហែនឹងហើយក៏អត់បាននៅដល់2ថ្ងៃទៀតទេព្រោះ
គាត់សម្រាប់នៅនឹង7ថ្ងៃអញ្ចឹងទៅតែបាន5ថ្ងៃទេអញ្ចឹង2ថ្ងៃនេះនៅ2ថ្ងៃទៀតអញ្ចឹងគាត់ចេញទៅមុនហើយគាត់ចង់ខទេតែផ្ទះអញ្ចឹងណាហើយគាត់ក៏បានយកទូរស័ព្ទមកមើលលេខទូរស័ព្ទមើលអីទៅក៏តាក់ទងទៅតាមនឹងពេលដែលតាក់ទងអ្នកមើលថែផ្ទះនឹងបានហើយបងវិបុលគាត់ប្រាប់ថាបងខ្ញុំចេញទៅវិញហើយខ្ញុំអត់បាននៅដល់2ថ្ងៃទៀតទេអញ្ចឹងបងប្រុសម្នាក់ហ្នឹងថាមិនក៏បញ្ញាប់ទៅលឿនម៉េចឃើញនៅស្រួលស្ងាត់អត់មានតាក់ទងអីមកផងថ្ងៃហ្នឹងចេញទៅលឿនម្ល៉េះនៅសល់2ថ្ងៃទៀតឯណោះបងវិបុលក៏គាត់ប្រាប់ថាបងអើយខ្ញុំនៅលេងកាត់ហើយខ្មោចលងដល់កហើយបងអ្នកមើលថែផ្ទះហ្នឹងលឺតែអញ្ចឹងក៏សួរដែរអូនអើយខ្មោចលងអីគេបងនៅនឹងរាប់ឆ្នាំហើយមិនដែលមានខ្មោចលងទេបងវិបុលក៏ប្រាប់បងប្រុសម្នាក់នឹងទៀតថាអត់ច្រឡំទេបងអើយខ្ញុំ5ថ្ងៃមុនគឺអត់អីទេគ្រាន់តែយកសពទៅខ្ញុំក៏មិនបានចាប់អារម្មណ៍មិនដែរព្រោះគ្រាន់តែយកសពអញ្ចឹងតែយកសពក៏វាមិនមានអីគួរខ្លាចដែរប៉ុន្តែយប់មិញគឺយប់មិញតែម្ដងគឺមកស្រស់ខ្ញុំឡើងស្លាប់ភ្លឹងនៅក្នុងបន្ទប់ហ្នឹងណាអញ្ចឹងបើអត់ដឹងខ្លួនវិញទេមិនដឹងថាមិនទេព្រឹកឡើងឥឡូវខ្ញុំភ័យបងខ្ញុំរត់ចេញមកក្រៅខ្ញុំបើកឡានចេញមកក្រៅឥឡូវខ្ញុំនៅហាងកាហ្វេនៅផ្សារខាងមុខអញ្ចឹងខ្ញុំអត់នៅទៀតទេបងអើយនឹងឲ្យចាំខ្ញុំទៅក្រុមហ៊ុនវិញចាំខ្ញុំប្រាប់ខាងម្ចាស់ក្រុមហ៊ុនអត់អីទេបងអរគុណច្រើនហើយបងប្រុសម្ចាស់យាមផ្ទះហ្នឹងគាត់មិនទាន់បាននិយាយអីបន្ថែមទៀតផងបងប្រុសបងគាត់ក៏ឈប់និយាយបិទទូរស័ព្ទទៅបងវិបុលពេលដែលបានប្រាប់បងម្ចាស់យាមផ្ទះនឹងហើយគាត់ក៏សម្រួលអារម្មណ៍បន្តិចទៀតហើយក៏ធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញពេលទៅដល់ភ្នំពេញហើយគាត់ទៅដល់ផ្ទះដល់គាត់អីហើយគាត់សម្រាកតាមធម្មតាហើយយប់តែគាត់សម្រាកនៅផ្ទះហ្នឹងគឺអត់មានបញ្ហាអីទេគឺគាត់ដេកលក់ស្រួលអត់មានអ្នកណាមករំខានឬក៏បន្លាយទេតែគាត់នៅតែមានអារម្មណ៍ភ័យខ្លាចរឿងការប្រយុទ្ធមិញអញ្ចឹងតែអត់អីទេពូគាត់ធ្វើដំណើរមកឆ្ងាយអញ្ចឹងទៅក៏ដាក់ខ្លួនមកលក់ភ្លឹងតែម្ដងរហូតដល់ស្អែកព្រឹកឡើងគឺគាត់អត់តន់ទៅធ្វើការទេពូនៅសម្រាប់ស្អែកមួយថ្ងៃទៀតបានគិតដល់ថ្ងៃចូលធ្វើការវិញប៉ុន្តែគាត់បានខលទូរស័ព្ទតាក់ទងទៅខាងអ្នកគ្រប់គ្រងនៅខាងក្រុមហ៊ុនហ្នឹងថាគាត់បានត្រឡប់មកភ្នំពេញវិញហើយគាត់បានសម្រាកនៅដល់7ថ្ងៃទេអញ្ចឹងគាត់មកដល់ផ្ទះវិញគឺគាត់សម្រាកនៅផ្ទះហ្នឹងហើយអញ្ចឹងខាងអ្នកគ្រប់គ្រងហ្នឹងក៏បានសួរគាត់ថាហើយចុះមិនក៏ឆាប់មកវិញម្ល៉េះនៅដល់2ថ្ងៃទៀតសម្រាកនៅនឹងហើយចាំសល់មួយថ្ងៃមកចាំធ្វើដំណើរចេញមកអញ្ចឹងបងវិបុលគាត់ប្រាប់ថាបងអើយខ្ញុំសម្រាកលំហែនៅនឹងទៀតអត់កើតទេខ្មោចលងណាស់បងអើយបងអ្នកគ្រប់គ្រងឮអញ្ចឹងហើយក៏និយាយដូចគ្នាដូចបងអ្នកថែរក្សាផ្ទះនឹងទៀតដែរថាវិបុលណៃខ្មោចលងមិននៅផ្ទះលំហែហ្នឹងដែលមានខ្មោចលងពីការបងក៏ធ្លាប់តែស្នាក់នៅនឹងដែរបងស្នាក់នៅនឹងជិតមួយខែហ្នឹងក៏បងសារៈកាលមុននៅនឹងទូរស័ព្ទបងទៅស្នាក់នៅទៀតអត់ដែលមានខ្មោចលងអូនមិនអូនឯងនិយាយអញ្ចឹងបងវិបុលក៏តបវាថាខ្ញុំអត់ដឹងទេបងពូខ្ញុំត្រូវខ្មោចលងមែនពូប្រហែលថ្ងៃដែលខ្ញុំទៅហ្នឹងគឺខ្ញុំសម្រាកលំហែនឹងគឺខ្ញុំស្ងប់អារម្មណ៍ល្អណាស់ស្រស់ស្រាយប៉ុន្តែមួយយប់ម្សិលមិញគឺខ្ញុំជួបខ្មោចលងស្រស់មែនអញ្ចឹងទៅខ្ញុំភ័យខ្លាចអត់តន់បាត់ទេអញ្ចឹងបានខ្ញុំរត់មកភ្នំពេញវិញអញ្ចឹងណាអញ្ចឹងបងអ្នកគ្រប់គ្រងហ្នឹងគាត់បានត្រឹមតែឆ្ងល់ថាខ្មោចលងមិនអញ្ចឹងហើយក៏បញ្ចប់ការសន្យារបស់គាត់ត្រឹមហ្នឹងទៅរហូតដល់យប់ឡើងនៅផ្ទះគាត់គឺគាត់ថាគាត់អារម្មណ៍លេងខ្លាចហើយលេងបាត់ខ្លាចលេងសើខ្លាចខ្លះហើយអញ្ចឹងយប់ឡើងគាត់ក៏រៀបចំខ្លួនហើយចូលគេងធម្មតាស្រាប់តែគាត់យកសពឃើញនារីម្នាក់នឹងទៀត
ហើយនឹងលក្ខណៈយកសពណាមិនមែនមកស្ដែងទេគឺគាត់យកសពដូចអាការថ្ងៃដែលនារីនឹងចេញឲ្យឃើញជាក់ស្ដែងអញ្ចឹងគឺមកលក្ខណៈបែបហ្នឹងហើយគឺលើកនេះគឺមិនមែនចេញពីក្នុងទូទេគឺវាចេញមកពីបន្ទប់ទឹកហើយបងវិបុលគាត់ក្លេកឃើញបែបហ្នឹងហើយគាត់ចាប់ដើមស្លន់ទៀតហើយគឺគាត់រើក៏រួយស្រែកក៏រួយដែរហើយនារីម្នាក់ហ្នឹងគឺឡើងមកចាប់លុបគាត់ចូលតែម្ដងក្នុងសភាពរបស់គាត់ដែរខ្លួនប្រានសិតឈាមខោរយេយ៉ៃហើយដៃជើងបាក់កងកងងគឺមកសង្គ្រប់គាត់ចាប់លោកគាត់បែបនឹងយកបដ ாய் គាត់ក៏ស្លន់ដូចអាយុនឹងទៀតក៏ស្លាប់ពេញមួយយប់នឹងទៀតនៅផ្ទះរបស់គាត់រហូតដល់ផ្សាយព្រឹកឡើងគាត់ដឹងថាយប់មិញត្រូវនារីម្នាក់នឹងមកចាំលោបគាត់ទៀតហើយគាត់ភ័យមែនទែនហើយលើនេះមានរត់ទៅណាទេគឺនៅផ្ទះខ្លួនឯងហ្នឹងឯងអត់មានរត់ទៅណារួចទៀតទេអញ្ចឹងគាត់អត់ដឹងថាហេតុអីទេខ្មោចនឹងលងនៅផ្ទះលំហែហ្នឹងឬក៏ខ្មោចហ្នឹងវាលងគាត់តាំងពីមកពីណាឬក៏ខ្មោចហ្នឹងតាមគាត់មកតាំងពីណាពីណីឬក៏ខ្មោចហ្នឹងតាមគាត់ពីផ្ទះលំហែហ្នឹងមកកន្លែងហ្នឹងប៉ុន្តែគាត់ចាំបានថាបងប្រុសថៃសាបទីហើយនឹងបងប្រុសអ្នកគ្រប់គ្រងគាត់ថានៅផ្ទះលំហែហ្នឹងអត់ដែលមានខ្មោចលងទេគាត់ធ្លាប់នៅនឹងយូខែយូឆ្នាំដែរអញ្ចឹងគាត់ក៏គិតឃើញថាខ្មោចហ្នឹងវាតាមគាត់មកពីណាផ្សេងឬក៏មិនដឹងអញ្ចឹងណាអញ្ចឹងដល់ថ្ងៃហ្នឹងគឺក៏អត់ទាន់ដល់ថ្ងៃចូលធ្វើការទេតើតែស្អែកបានគាត់ដល់ថ្ងៃត្រូវចូលធ្វើការវិញអញ្ចឹងហើយបងវិបុលគាត់ក៏ទៅវត្តឲ្យលោកសូត្រមន្តស្រោចទឹកហើយឲ្យលោកជួយមើលឲ្យអញ្ចឹងណាមើលជើងលេខមើលអីអញ្ចឹងពេលហ្នឹងបងវិបុលបានទៅវត្តមកកន្លែងឲ្យដាច់គុណមួយអង្គស្រោចទឹកឲ្យហើយដាច់គុណម្នាក់ហ្នឹងគឺគាត់លក្ខណៈថាចេះខាងមើលខាងណាខាងណីក៏ឲ្យដាច់គុណមើលឲ្យទៅប្រាប់និយាយប្រាប់ដាច់គុណតាមដែលគាត់ជួបទាំងអស់ហ្នឹងទៅហើយក៏ដាច់គុណនិមិត្តឃើញថាបងវិបុលហ្នឹងត្រូវខ្មោចតាមហើយតាមតាំងពីថ្ងៃដែលបងវិបុលទៅស្នាក់នៅឯផ្ទះលំហែនោះហើយដាច់គុណបញ្ជាក់ថាខ្មោចហ្នឹងមិននៅឯផ្ទះលំហែហ្នឹងទេគឺខ្មោចហ្នឹងតាមតាំងពីនៅតាមផ្លូវដែលបងប្រុសទៅដល់ខេត្តបាត់ដំបងហ្នឹងដល់ពេលហ្នឹងដាច់គុណគាត់ក៏បានសួរទៅបងវិបុលថាពេលទៅតាមផ្លូវហ្នឹងទៅដល់ខេត្តបាត់ដំបងហ្នឹងតើបងវិបុលបានជួបអីអត់បានឃើញអីអត់ហើយបានទៅប៉ះពើឬក៏និយាយស្អីដែរអត់អញ្ចឹងណាដល់ពេលហ្នឹងបងវិបុលគាត់ចាប់ដើមគិតហើយថាគាត់បានជួបអីគាត់ឃើញអីគាត់និយាយអីពេលនេះគាត់ក៏នឹកឃើញការដែលគាត់បានទៅជួបហេតុការណ៍ដែលគេគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវដែលគាត់បានឃើញនារីម្នាក់ត្រូវឡានបុកកិនម៉ូតូហើយនារីនឹងនៅក្រោមឡានហ្នឹងណាគាត់និយាយហេតុការណ៍ហ្នឹងប្រាប់ទៅដាច់គុណដល់ពេលប្រាប់ដំណើរតាមហ្នឹងទៅដាច់គុណក៏សួរថាហើយចុះញោមបានទៅគិតអីបានជានារីម្នាក់ហ្នឹងតាមមកដាច់គុណបញ្ជាក់មកអញ្ចឹងថានារីម្នាក់ហ្នឹងតាមមកអញ្ចឹងបងវិបុលបានគាត់នឹកឃើញថាមុខមិត្តនារីម្នាក់ហ្នឹងគឺនារីដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដោយសារតែគាត់ឃើញតែមួយភ្លេតគាត់អត់ចាំទេអញ្ចឹងតើតែលោកដាច់គុណនិយាយមានសន្និការអញ្ចឹងបានបងវិបុលគាត់នឹកឃើញមកថានារីម្នាក់ហ្នឹងគឺជានារីដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងអញ្ចឹងពេលដែលបងវិបុលនឹកឃើញអស់ហើយបងវិបុលក៏ប្រាប់ទៅគុណវិញថាកាលណាគាត់តែចុះទៅមើលគេទេហើយក៏មិនបាននិយាយដែរគាត់តែឃើញនារីម្នាក់ហ្នឹងស្រស់ស្អាតក៏គិតថាគ្នាគ្រោះថ្នាក់អញ្ចឹង
ស្លាប់បាត់ចឹងស្ដាយគិតចឹងគិតថាអូស្ដាយឃើញនារីនឹងស្អាតតែប៉ុណ្្នឹងឯងគិតថាគាត់គិតតែប៉ុណ្្នឹងឯងទៅដេចគុណក៏ប្រាប់មកវិញថានឹងឯងញោមគិតបែបនឹងឯងទើបនារីម្នាក់ហ្នឹងគេតាមមកគេគិតថាញោមហ្នឹងស្រឡាញ់គេហើយគេក៏តាមមកតែម្ដងហើយបងវិបលឆ្ងល់ទៀតថាចុះមិនបានតាមមកស្រឡាញ់អីគ្រាន់តែគិតប៉ុណ្ណឹងណាដោយសារតែយើងដឹងហើយថាក៏ដែលគាត់បានឮគេនិយាយថានារីម្នាក់ហ្នឹងជានារីធ្វើការនៅហាងខារ៉ាអូខេអញ្ចឹងក៏អត់បានដឹងប្រវត្តិច្បាស់គាត់តែដឹងប៉ុណ្ណឹងគាត់គិតថាអូប្រហែលជានារីហ្នឹងជានារីដែលមនុស្សស្រីដែលមិនសូវល្អធ្វើការខារ៉ាអូខេបែបស្អីចឹងហ្នឹងយើងដឹងហើយអញ្ចឹងបានជាស្លាប់ទៅហើយគ្រាន់តែបងវិបុលឃើញគិតប៉ុណ្ណឹងក៏តាមគិតយកតែម្ដងអញ្ចឹងណាបន្ទាប់ពីបងវិបុលដឹងរឿងអស់ហើយក៏ឲ្យដេចគុណជួយហើយដេចគុណក៏បានធ្វើពិធីជួយពិធីផ្ដាច់និស្ស័យដើម្បីកុំឲ្យនារីនឹងតាមតោងមករកបងវិបុលទៀតគឺពួកគាត់អត់ត្រូវមាននិស្ស័យគ្នាទេតែនារីម្នាក់ហ្នឹងគឺគាត់តាមយកបដ ாய் អញ្ចឹងដេចគុណក៏បានធ្វើពិធីហើយក៏ឲ្យរបស់ការពារខ្លួនខ្លះទៅបងវិបុលហើយឲ្យបងវិបុលហ្នឹងធ្វើបុណ្យឲ្យបានច្រើនហ្នឹងហើយឲ្យទិកសលឲ្យនារីម្នាក់ហ្នឹងហើយត្រូវកម្មាទោសថានារីម្នាក់ហ្នឹងគិតអត់បានបំណងបងប្រាថ្នាអីទេគាត់គន់តែគិតបែបធម្មតាអញ្ចឹងណាឲ្យនារីហ្នឹងទៅចាប់ជាតិទៅកាន់សុខទេពទៅហ្នឹងហើយបញ្ចប់ពីចប់ហើយបងវិបុលក៏គាត់ត្រឡប់ទៅផ្ទះវិញធម្មតាហើយគាត់ក៏ធ្វើអារម្មណ៍ឲ្យស្ងប់លេងគិតអីទៀតដល់យប់ឡើងគឺគាត់អត់មានបានជួបអីទេប៉ុន្តែយប់ហ្នឹងគឺគាត់យកសពម្ដងទៀតយកសពហ្នឹងគឺយកសពឃើញនារីម្នាក់ហ្នឹងដដែលប៉ុន្តែមកលើកនេះគឺនាងបែបស្អាតបាតអត់បាក់ដៃបាក់ជើងកងឬខោអាវលហេលហែអីទៀតទេគឺមកយ៉ាងស្អាតដូចសម្លៀកពាក់ដែលកើតគួរថ្នាក់អញ្ចឹងហើយគាត់មកលើកដៃលាបងវិបុលទាំងទឹកភ្នែកជាទៅអាណិតនារីម្នាក់ហ្នឹងដែរបើជាគិតស្រឡាញ់បងវិបុលមែនហើយមើលទៅបានជាឥឡូវបែកទៅហើយគាត់បែកទៅទាំងទឹកភ្នែកដោយបងវិបុលគាត់បានធ្វើបុណ្យធ្វើអីឲ្យទឹកសល់ឲ្យហើយអញ្ចឹងកុំមកតាមទៀមទៀតអញ្ចឹងក៏ប៉ុណ្ណឹងទៅហើយបងវិបុលក៏ស្អែកឡើងក៏គាត់ទៅធ្វើការតាមធម្មតាដល់ពេលទៅធ្វើការអញ្ចឹងទៅអ្នកកងក៏គេសួរថាតើខ្មោចលងមិនអីមិននៅផ្ទះលំហែហ្នឹងគឺអត់មានខ្មោចទេគាត់ធ្លាប់នៅយូរហើយអញ្ចឹងបងវិបុលក៏ប្រាប់មកវិញថានឹងហើយបងខ្ញុំត្រូវខ្មោចលងហ្នឹងគឺត្រូវខ្មោចតាមមកពីតាមផ្លូវមកទេនៅផ្ទះលំហែហ្នឹងគឺអត់មានខ្មោចទេអញ្ចឹងណាអញ្ចឹងក៏បើសិនមិញខ្ញុំបានទៅស្រោចទឹកស្រោចអីឲ្យលោកជួយមើលឲ្យហើយអញ្ចឹងគឺខ្ញុំបានដោះនិស្ស័យខ្មោចហ្នឹងចេញទៅហើយទៅអ្នកគ្រប់គ្រងនេះបានថាហ្នឹងហើយដឹងមិនដឹងមកដែរអត់សូវជឿសើអីមកនេះលក្ខណៈថាតាមគាត់ទៅណាហ្នឹងហើយទៅគាត់ក៏បន្តការងារគិតតាមធម្មតាហ្នឹងទៅបាទរឿងរ៉ាវរបស់បងវិបុលគឺគិតចប់តែប៉ុណ្្នឹងអញ្ចឹងបងប្អូនសាកគិតមើលទៅតាំងពីគាត់ចាប់ដើមទៅសម្រាប់លំហែនៅផ្ទះហ្នឹងគឺរយៈពេលប្រហែលថ្ងៃដែលគាត់ស្នាក់នៅផ្ទះហ្នឹងក៏អត់ដែលមានជួបរឿងរ៉ាវអីចម្លែកប្លែកអីទេតែគាត់គាត់តែយកសពបន្តិចអញ្ចឹងទៅតោះតែប្រហែលយប់មកបានចេញមកវារឿងស្អែកធម្មតាទេពួកខ្មោចពួកមីនេះមកមុនដំបូងមកបែបស្អាតដល់ពេលយូរទៅវាចេញរូបរាងដើមមកអញ្ចឹងឯងណាអញ្ចឹងបងវិបុលគាត់ក៏គិតថានៅផ្ទះលំហែហ្នឹងមានខ្មោចលងគាត់តែតាមពិតហ្នឹងគឺខ្មោចតាមគាត់
តាំងតែពីគាត់ហ្នឹងទៅជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលនារីម្នាក់ហ្នឹងគាត់ស្លាប់ទេដោយបងប្រុសវិបលគាត់អត់ដឹងខ្លួនទេថាអាការដែលគាត់គិតហើយស្ដាយគេហ្នឹងគេមកតាមគាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងមិនដឹងជានិស្ស័យនារីនឹងមិនទេបានជាគាត់តែបងវិបលគិតថាស្ដាយគិតនៅវ័យក្មេងមិនគួរណាស្លាប់អីចឹងក៏មកតាមគាត់បានទាំងអញ្ចឹងហ្នឹងហើយបន្ទាប់មកគាត់ក៏រត់ត្រឡប់ទៅវិញហើយបែរជាគាត់ជួបនារីអ្នកនឹងនៅផ្ទះរបស់គាត់ទៀតអញ្ចឹងបានគាត់គិតចុះគិតឡើងគិតថានៅផ្ទះលំហែហ្នឹងប្រហែលជាមិនមានខ្មោចលងទេប្រហែលជាខ្មោចតាមមកពីណាវិញតែគាត់សង្ស័យតែគាត់អត់ច្បាស់តែគាត់ហ្នឹងហើយគាត់ក៏ទៅវត្តរោលោកដើម្បីជួយមើលជួយអីចឹងក៏ឃើញមែនហ្នឹងហើយថានារីម្នាក់ដែលគាត់ឃើញការដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺមកតាមគាត់មែនអញ្ចឹងហើយក៏បានឲ្យលោកជួយផ្ដាច់និស្ស័យផ្ដាច់អីទៅហ្នឹងហើយសាច់រឿងមួយនេះគឺវាចម្លែកដែរបងប្អូនមិនដឹងថាវិញ្ញាណនារីម្នាក់ហ្នឹងគាត់យ៉ាងម៉េចបានជាមកតាមគាត់បានអញ្ចឹងណាហ្នឹងហើយបើតាមដែលដឹងពីដំបូងមកគឺនារីម្នាក់ហ្នឹងគឺធ្វើការនៅហាងខារ៉ាអូខេអញ្ចឹងយើងដឹងហើយនារីខារ៉ាអូខេបែបជានារីបែបហ្នឹងហើយយើងដឹងហើយអញ្ចឹងមករោបងវិបលហ្នឹងគឺមករោបែបលើក្រេបដោយចូលក្នុងបន្ទប់ឡើងលើនិយាយទៅពីដំបូងឡើយពលូងបងវិបលបានដូចជា2ដងឬក៏3ដងខ្ញុំភ្លេចបាត់ហ្នឹងហើយបានមកអេមរបស់គាត់ទៅហ្នឹងហើយតបទេថ្ងៃបន្ទាប់ឡើងបានកាត់ចេញរូបរាងដើមមកបានបងវិបលគាត់ភ័យខ្លាចទៅលេងរួចហ្នឹងហើយអញ្ចឹងរឿងហ្នឹងគឺយើងអត់ដឹងថាម៉េចដែរអញ្ចឹងបងប្អូនអាចពិចារណាបានថាបើសិនជាឃើញអីយើងកុំតិនចេះតែគិតអាចតែគិតទៅដូចបោះវិបលអញ្ចឹងជួបអញ្ចឹងមុននឹងគិតយើងពិចារណាមុននឹងគិតអីនិយាយអីត្រូវមើលសិនខ្លាយអាហ្នឹងវាមកជួបជាមួយនឹងយើងដោយមិនដឹងខ្លួនអញ្ចឹងណាហ្នឹងហើយអញ្ចឹងរឿងរ៉ាវរបស់បងវិបលគឺមានតែប៉ុណ្្នឹងទេនឹងអរគុណបងប្អូនទាំងគ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំផងគឺថ្មីចេះម្ដងរឿងទី1អញ្ចឹងសង្ឃឹមថាបងប្អូនជួយគាំទ្របងប្អូនគ្នាអញ្ចឹងយប់នេះគឺអរគុណបងប្អូនហើយជម្រាបលាបាយបាយ